ជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូដែលបង្ហាញពីរបៀបប្រើប្រាស់នៅកម្មវិធី AI មួយដែលយើងហៅថា Microsoft Copilot អញ្ចឹងកម្មវិធី Microsoft Copilot ហ្នឹងគឺជាកម្មវិធី AI មួយដែលត្រូវបាន integrate ជាមួយនឹង Microsoft 365 ហើយ Copilot នេះគឺវាប្រើនៅ Artificial Intelligence Model របស់ ChatGPT version 4 អញ្ចឹងយើងអាចធ្វើការប្រើប្រាស់ដោយ free នៅពេលដែលយើងធ្វើការ sign in ជាមួយនឹង account Microsoft Office 365របស់សាកលវិទ្យាល័យយើងដំបូងយើងគ្រាន់តែវាយនៅ Copilot Microsoft នេះមកហើយខាងលើគឺយើងនឹងឃើញ official website របស់ Copilot បន្តមកទៀតយើងមើលនៅផ្នែកខាងស្ដាំគឺមានប៊ូតុងមួយគឺឲ្យយើង sign in ពេលយើងចុចនៅលើ sign in នេះទៅគឺមានជម្រើស3ទី1គឺឲ្យយើង sign in ជាមួយនឹងMicrosoft sign in ជាមួយនឹង Apple sign in ជាមួយនឹង Google តែជម្រើសរបស់យើងដើម្បីយើងអាចធ្វើការ sign in ជាមួយនឹង account របស់សាកលវិទ្យាល័យយើងគឺយើងសូមជ្រើស sign in ជាមួយនឹង Microsoft បន្តមកទៀតគឺយើងគ្រាន់តែវាបញ្ចូលនៅ account របស់សាកលវិទ្យាល័យយើងបន្តមកយើងចុចនៅប៊ូតុង next បន្តមកទៀតគឺយើងវាយបញ្ចូលនៅ password អូខេបន្តមកទៀតគឺចេញនៅជម្រើស2ទី1គឺ for work ទី2គឺ for personal ដូច្នេះហើយយើងសូមជ្រើសនៅជម្រើសទី1គឺ for work នៅពេលដែលចេញ interface បែបនេះមានន័យថាយើងបានធ្វើការ sign in ជាមួយនឹង account របស់សាកលវិទ្យាល័យយើងបានជោគជ័យហើយអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់មុខងារមួយចំនួននៅក្នុងកម្មវិធី Copilot